គឺអាយុវណ្ណៈសុខៈពលៈនិងបដិភិណៈកុំបីឃ្លៀងឃ្លាតឡើយសូមអរប្រគុណនិងអរគុណនៅក្នុងព្រះពិធីបន់ច្រាប់ព្រះនគរដ៏ឧត្តមនេះព្រះករុណាចៅម្ចាស់ជម្រាបបូព្រះបាទសម្ដេចព្រះបរមនាថព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ព្រះអង្គបានសោះព្រះយរតីស្ដេចយាងប្រោសព្រះរាជទាននៅព្រះចំណោយដល់ប្រជាកសិករដែលសុទ្ធសងជាជនក្រីក្រចំនួន96នាក់ក្នុងនោះបរិសុទ្ធចំនួន43នាក់និងស្ត្រីចំនួន48នាក់តំណាងឲ្យប្រជាកសិករនៅគ្រប់ខេត្តក្រុងទាំង24របស់ព្រះរាជាណាចក្រកម្ពុជាព្រះចំណោយដែលបានព្រះជាទានដល់កសិករជាបរិសុទ្ធក្នុងម្នាក់ៗទទួលបានមួកមួយខោចៅមួយអាវមួយស្បែកជើងផ្ទាល់មួយគូឃាតជាមួយមួយកញ្ចប់ក្នុងនោះមានមុំមួយភួយមួយសារ៉ុងមួយក្រមាមួយនិងថវិកាចំនួន10,000រៀលព្រះចំណោយព្រះជាទានដល់កសិករជាស្ត្រីក្នុងម្នាក់ៗទទួលបានក្រមាមួយសម្ពុតខ្មៅមួយអាវបំពង់វែងមួយស្បែកជើងមួយគូឃាតជាមួយមួយកញ្ចប់ក្នុងនោះមានមុំមួយភួយមួយសារ៉ុងមួយនិងថវិកាចំនួន10,000រៀលប្រជាកសិករជាកូនចៅនៅទូទាំងព្រះរាជាណាចក្រកម្ពុជាសូមថ្លែងអំណរព្រះជគុណដ៏ជ្រាលជ្រៅបំផុតថ្វាយព្រះករុណាចៅម្ចាស់ជំរាបត្បូងព្រះមហាក្សត្រកម្ពុជាដែលព្រះអង្គបានយកព្រះហឫទ័យទុកដាក់យ៉ាងខ្ពង់ខ្ពស់នៅក្នុងព្រះពិធីបន់ច្រត់ព្រះនគរដើម្បីនាំមកនូវមង្គលវប្បកម្មដ៏ប្រសើរនៃសមិទ្ធផលក្នុងរបរកសិកម្មស្រែចម្ការហើយក៏ជានិមិត្តរូបនៃកិច្ចចាប់ផ្ដើមដំណើរការងារបង្កបង្កើនផលជាផ្លូវការនៅក្នុងឆ្នាំចចាប់តាំងពីពេលនេះតទៅសូមលើកថ្វាយដល់មហាព្រះកុសលកើតឡើងពីព្រះសទ្ធាដ៏ប្រសើរខ្ពង់ខ្ពស់នៅក្នុងព្រះពិធីបន់ដ៏មហាមង្គលនេះថ្វាយព្រះករុណាចៅម្ចាស់ជម្រាបត្បូងព្រះមហាក្សត្រកម្ពុជានិងថ្វាយសម្ដេចឪសម្ដេចតាសម្ដេចតាទួតសម្ដេចម៉ែសម្ដេចយាយសម្ដេចយាយទួតជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមព្រះអង្គមានព្រះសុខភាពដ៏បរិបូរណ៍ព្រះកាយពលមាំមួននិងមានប្រជញ្ញអាយុយឺនយូរជារយប្រវត្តិសាស្ត្រដើម្បីគុំប្រថាប់នៅជាមលុបដ៏ត្រជាក់សុខសាន្តនិងសម្បូរសប្បាយដល់ប្រជារាស្ត្រជាកូនចៅចៅទួតរបស់ព្រះអង្គបន្តមកព្រះករុណាចៅម្ចាស់ជម្រាបត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈរួមនឹងហែព្រះសកម្មភាពដោយសម្ដេចអាយដាមលោកជំទាវណាត់រនាំអិសរាជជនជាន់ខ្ពស់ព្រះអង្គបានសពព្រះហឫទ័យស្ដេចយាងតូចនៅពិព័រណ៍សមិទ្ធផលរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទក្រសួងឧស្សាហកម្មរ៉ែនិងធម្មពលក្រសួងធនធានទឹកនិងអន្តរនិយមនិងបណ្ដាក្រសួងស្ថាប័នព្រមទាំងពិព័រណ៍សមិទ្ធផលរបស់ខេត្តក្រុងទាំង24របស់កម្ពុជាពិព័រណ៍សមិទ្ធផលរបស់ក្រសួងនិងខេត្តក្រុងដែលបានដាក់តាំងដើម្បីចូលរួមអបអរសាទរក្នុងព្រះពិធីបុណ្យច្រត់ព្រះនគរដ៏វិសេសវិសាលក្នុងឆ្នាំនេះមានផលិតផលជាស្រូវពោតសណ្តែកល្ងព្រៃឈើកៅស៊ូផលិតផលដំណាំឈើហូបផ្លែនិងសម្ភារៈប្រើប្រាស់ជាដើមដែលបានបំពេញការប្រកបរបរកសិកម្មដើម្បីបម្រើក្នុងជីវភាពរបស់ប្រជារាស្ត្រយើងប្រជារាស្ត្រកម្ពុជាសូមសម្ដែងនូវសេចក្តីកតញ្ញូតាធម៌ជាអនាគតការផ្កាយព្រះករុណាចៅម្ចាស់ជម្រាបត្បូងព្រះមហាក្សត្រកម្ពុជាដែលព្រះអង្គបានយកព្រះហឫទ័យទុកដាក់ខ្ពស់បំផុតចំពោះជីវភាពរបស់ប្រជារាស្ត្រកម្ពុជាដោយដង្ហែតាមព្រះសកម្មភាពដ៏រងដំថ្លៃថ្លារបស់សម្ដេចឪសម្ដេចម៉ែដែលព្រះអង្គបានយកព្រះហឫទ័យទុកដាក់លើស្ទួយជីវភាពរស់នៅរបស់កូនចៅចៅទួតនៃព្រះអង្គតាមរយៈនៃការប្រោសព្រះរាជទាននៅព្រះអំណោយជាស្បៀងអាហារសម្ភារៈថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ជាបន្តបន្ទាប់ឥតដាច់ជាពិសេសការប្រោសព្រះរាជទាននៅសមិទ្ធផលព្រះអំណោយដ៏ឧត្តមជាស្រះទឹកប្រឡាយទឹកអណ្ដូងទឹកនិងជួយបង្កបង្កើនផលជូនកសិករក្រីក្រជាដើមរួមចំណែកជាមួយនឹងការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជារាស្ត្រនិងការអភិវឌ្ឍប្រទេសជាតិយើងឲ្យមានភាពចម្រើនធំកើនឡើងវិញជាលំដាប់កូនមកអើយយកមករួមដល់ដល់200អត់តាទៅណាលេងកូនចៅផងចាអូន
nơi tới ta nâng cho luôn mà mình lên chợ này là gặp được anh chợ em tạo cái gì đây luôn tại cái trên này anh chị còn chờ cho một mà làm sự bỏ cuộc chết thơ con trâu vật thơm rồi bảo mình sai ta Việt Nam quay mất luôn chia đã một đã chia